គារសិក្សាថ្មី15ខ្នងតម្លៃ$945,000អាមេរិកដែលឧបត្ថម្ភនិងសាងសង់ដោយអង្គការមូលនិធិ Aclida Jardin សម្រាប់ការអប់រំ FFJ ត្រូវបានសម្ពោធនិងប្រគល់ជាផ្លូវការក្នុងថ្ងៃតែមួយរួមគ្នាពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃទី27ខែមករាឆ្នាំ2026នៅសាលាបឋមសិក្សាត្រពាំងព្រីងភូមិចម្រើនឃុំស្រែសង្គមស្រុកកោះញែកខេត្តមណ្ឌលគិរីក្រមអធិបតីភាពអៃដាមបណ្ឌិតសភាចាហងជួនណារុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាព្រមទាំងវត្តមានលោកបណ្ឌិតអិនចាន់នីប្រធាននាយកប្រតិបត្តិនៃធនាគារអេស៊ីលីដាប្រធានអង្គការមូលនិធិ Aclida Jardin សម្រាប់ការអប់រំតំណាងក្រុមហ៊ុនធានារ៉ាប់រង Forte គណៈគ្រប់គ្រងសាលាអាជ្ញាធរដែនដីខេត្តមណ្ឌលគិរីលោកគ្រូអ្នកគ្រូមាតាបិតាអ្នកអាណាព្យាបាលនិងសិស្សានុសិស្សជាច្រើនទៀតសូមអនុញ្ញាតគោរពអញ្ជើញបណ្ឌិតព្រំវិសុទ្ធប្រធានក្រុមប្រឹក្សាភិបាលនិងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃអង្គការមូលនិធិ Aclida Jardin សម្រាប់ការអប់រំបានថ្លែងថាថ្ងៃនេះយើងបានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាមួយខ្នងមាន5បន្ទប់នៅក្នុងបរិវេណសាលាបឋមសិក្សាត្រពាំងព្រីងរួមជាមួយអគារសិក្សាចំនួន14ខ្នងផ្សេងទៀតដែលបានសាងសង់ដោយអង្គការមូលនិធិ Aclida Jardin សម្រាប់ការអប់រំដោយចំណាយថវិកាជាង$945,000អាមេរិកបើតាមបណ្ឌិតព្រំវិសុទ្ធអង្គការមូលនិធិ Aclida Jardin សម្រាប់ការអប់រំនេះបង្កើតឡើងក្នុងគោលបំណងចូលរួមជួយនិងផ្ដល់ឱកាសស្មើគ្នាដល់កុមារកម្ពុជាទទួលបានការអប់រំកម្រិតមូលដ្ឋានតាមរយៈការសាងសង់អគារបឋមសិក្សាដែលផ្ដោតលើតំបន់ខ្វះខាតនៅឆ្ងាយដាច់ស្រយាលស្ថិតនៅក្នុងខេត្តចំនួន5គឺខេត្តឧត្តរមានជ័យខេត្តរតនគិរីខេត្តមណ្ឌលគិរីខេត្តព្រះវិហារនិងខេត្តស្ទឹងត្រែងដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងអប់រំយុវជននិងកីឡាសម្ដៅគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធអប់រំនៅតាមតំបន់ដាច់ស្រយាលក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់ចាប់ពីខែមិថុនាឆ្នាំ2019រហូតដល់បច្ចុប្បន្ននិងកំពុងដំណើរការសាងសង់អគារសិក្សាថ្មីចំនួន2ខ្នងបន្ថែមទៀតសម្រាប់ផែនការឆ្នាំ2026កិត្តិកម្មថ្ងៃទី31ខែធ្នូឆ្នាំ2025នេះអង្គការមូលនិធិ Aclida Jardin សម្រាប់ការអប់រំបានសាងសង់អគារបឋមសិក្សាចំនួន15ខ្នងដែលក្នុងនោះអគារបឋមសិក្សាមួយខ្នងមាន5បន្ទប់ចំនួន12អគារនិងអគារបឋមសិក្សាមួយខ្នងមាន3បន្ទប់មានចំនួន3អគារមានប្រសាសន៍សំណេះសំណាលទៅកាន់លោកគ្រូអ្នកគ្រូអាជ្ញាធរដែនដីមាតាបិតាអាណាព្យាបាលនិងសិស្សានុសិស្សដែលចូលរួមអៃដាមបណ្ឌិតសភាចាហងជួនណារុនបានថ្លែងកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមគាំទ្រដល់វិស័យអប់រំពីសំណាក់ធនាគារ Aclida PLC ដែលជាធនាគារខ្មែរតាមរយៈអង្គការមូលនិធិ Aclida Jardin សម្រាប់ការអប់រំការចូលរួមរបស់ផ្នែកឯកជននៅក្នុងការងារសាធារណៈនេះមានសារៈសំខាន់ណាស់បាទហើយចឹងហើយបានជាខ្ញុំសូមវិចម្លៃខ្ពស់ចំពោះការជួយសាងសង់អគារទាំង15នេះហើយនៅខេត្តដែលឆ្ងាយហើយដែលជួយកែលម្អដល់ជីវភាពរស់នៅរបស់ប្រជាជនយើងបាទជាពិសេសជួយទៅដល់កុមារដែលនៅខេត្តឆ្ងាយជាមួយការបង្កើតបាននៅសមិទ្ធផលនិងផលជះជីវិតជំនាញជាច្រើនដល់ការអភិវឌ្ឍធនធានមនុស្សជាពិសេសបានលើកកម្ពស់ការអប់រំប្រកបដោយគុណភាពនៅតាមតំបន់ដាច់ស្រយាលនៅកម្ពុជាខណៈកន្លងមករាជរដ្ឋាភិបាល
បានបន្តសាងសង់សាលារៀនជាបន្តបន្ទាប់ឆ្លើយតបនឹងកំណាងប្រជាជនដែលកាន់តែយល់ច្បាស់ពីសារៈសំខាន់នៃការអប់រំដើម្បីឲ្យធនធានមនុស្សមានគុណភាពត្រូវចាប់ផ្ដើមពីមូលដ្ឋានគ្រឹះដូច្នេះសូមមាតាបិតាអាណាព្យាបាលបន្តបញ្ជូនកូនទៅទទួលការអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សាដើម្បីឲ្យកូនបានត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរៀនបណ្ដុះគ្រឹះចំណេះដឹងរឹងមាំសម្រាប់ការបន្តការសិក្សារហូតដល់កម្រិតឧត្តមសិក្សា